ជីវប្រវត្តិអ្នកព្រះភិរមភាសាអូហៅងុយអ្នកព្រះភិរមភាសាអូឈ្មោះពេញអុកអូហៅងុយកើតនៅគ្រិស្តសករាជ1865នៅក្នុងភូមិព្រៃអណ្ដូងស្វាយឃុំកំបូលស្រុកភ្នំពេញខេត្តកណ្ដាលបិតាលោកនាមអុកធ្វើជាមេឃុំកំបូលមានគោរមងារជាចៅពញាធម្មរាធាចៅពញាអុកជាប់សាច់ញាតិនឹងម្ចាស់អង្គប៉ុកមេដាលោកនាមអៀងជាបុត្រីរបស់ចៅពញាមកមេឃុំស្ពានថ្មស្រុកខេត្តជាមួយគ្នាមេដានិងបិតាលោកត្រូវជាបងប្អូនជីទូតមួយនឹងគ្នាលោកជាកូនទី2នៅក្នុងគ្រួសារកាលវ័យកុមារលោកបានរៀនសូត្រលេខនិពន្ធអក្សរសាស្ត្រនៅក្នុងវត្តបឹងចកភូមិបែកស្គរឃុំបែកចានស្រុកកំណើតរបស់លោកកុមារអុកអូជាក្មេងម្នាក់ឧស្សាហ៍រៀនសូត្រណាស់លោកបានបួសជាសាមណេរនៅក្នុងវត្តនោះប៉ុន្មានឆ្នាំក្រោយមកទៀតលោកបានលាចាកសិក្ខាបទទៅបម្រើមេដាបិតាហើយបានធ្វើជាស្មៀនរបស់ឪពុកលោកក្នុងការដើរហូតពន្ធស្រូវអជ្ញាលួងលោកបានអាយុ21ឆ្នាំលោកបានបំពេញឧបជាទានជាភិក្ខុនៅក្នុងវត្តរដែលដោយមានព្រះឧបជានាមសាលនិងលោកគ្រូសូត្រស្ដាំនាមជ្រូកជាកម្មវាចាលោកគ្រូសូត្រឆ្វេងនាមអង្គជាអនុសាវណៈភិក្ខុអូបានរៀនសូត្រធម៌អានិងរៀនប្រែព្រះត្រៃបិដកដំបូងក្នុងសំណាក់លោកអាចារ្យតិតនៅក្នុងវត្តអង្គបឹងចកបន្ទាប់មកលោកបានស្វែងរករៀនវិបស្សនាកម្មដ្ឋានក្នុងសំណាក់លោកអាចារ្យជាច្រើនកន្លែងទៀតលោកបានគង់ក្នុងភ្នោះជាភិក្ខុបាន5ឆ្នាំលោកចេះដឹងល្មមប្រើការបានហើយលោកបានលាចាកសិក្ខាបទមកប្រកបជីវភាពជាក្រហមវិញក្រោយពេលលោកចាក់ភ្នោះមកលោកបានជួយធ្វើការឪពុករបស់លោកដែលជាមេឃុំដោយមានងារជាក្រុមផងនិងជាស្មៀនផងដល់ពេលស្រុកភ័ណ្ឌប្រែលោកលាឈប់លែងធ្វើការងាររាជការហើយរស់នៅជាកសិករធម្មតាលោកជាអ្នកមានវោហារលេបខាយប្រាជ្ញាវាងវៃចេះចាំរឿងរ៉ាវពីបុរាណទាំងកតិលោកទាំងកតិធម៌ជាច្រើនព្រមទាំងច្រៀងចម្រៀងចេះ